ជំរាបសួរលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនសិស្សានុសិស្សថ្នាក់ទី9ទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់ចា៎ខ្ញុំឈ្មោះឡុងកំណាបម្រើការនៅនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជននិងកីឡាថ្ងៃនេះបងប្អូនជួបជាមួយអ្នកគ្រូនៅមុខវិជ្ជាអប់រំសុខភាពថ្នាក់ទី9ក្នុងសមាសភាគទី3សុខភាពបន្តពូជនិងសុខភាពផ្លូវភេទចា៎ក្នុងជំពូកទី1ដដែលសុខភាពបន្តពូជថ្ងៃនេះយើងនឹងរៀនមេរៀនទី3ផ្នត់គំនិតតាក់ទងនឹង gender ផ្លូវភេទនិងជំងឺអេដស៍ប៉ុន្តែមុននឹងយើងរៀនមេរៀនថ្មីអ្នកគ្រូសូមរំលឹកមេរៀនចាស់ជាមួយបងប្អូនបន្តិចចាអ្នកគ្រូនឹងដាក់សំណួរជូនបងប្អូនចាឲ្យបងប្អូនឆ្លើយប្រសិនបើដៃគូរួមភេទមិនប្រើមធ្យោបាយពជាកំណើតច្រើនឆ្នាំហើយនៅតែមិនអាចមានកូនបានតើដៃគូគួរមានអេរិយាបថបែបណាចាអ្នកគ្រូមានចម្លើយ3ជូនបងប្អូនជ្រើសរើស1ស្ដីបន្ទោដាក់កំហុសគ្នាទៅវិញទៅមក2សេពគ្រឿងស្រវឹង3ទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីរកវិធីដោះស្រាយចាអញ្ចឹងចម្លើយទាំង3នេះបងអូនជ្រើសរើសយកចម្លើយមួយណាដែលគិតថាត្រឹមត្រូវបងអូនបើសិនបើយើងនឹងមានការរួមភេទហើយមិនប្រើប្រាស់ស្រោមអនាម័យច្រើនឆ្នាំហើយអញ្ចឹងដៃគូគួរមានអេរិយាបថទៅប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញដើម្បីរកវិធីឬក៏វិធានការដោះស្រាយចាអញ្ចឹងអ្នកគ្រូមានសំណួរបន្តទៀតចាតើប្រយោគខាងក្រោមនេះមួយណាមានហានិភ័យខ្ពស់បណ្ដាលឲ្យស្ត្រីនឹងមានភាពអ្នកគ្រូមានចម្លើយ4ឲ្យបងអូនរើសចម្លើយទី1មិនចូលចិត្តបរិភោគបន្លែផ្លែឈើចម្លើយទី2គាត់មានជំងឺគ្រុនចាញ់ចម្លើយទី3គេងយប់ជ្រៅពេកចម្លើយទី4មានជំងឺកាមរោគមើលបងអូនខាងក្រោយបងអូនឆ្លើយមើលថាក្នុងចម្លើយ1 2 3 4ចម្លើយមួយណាដែលបងអូនយល់ថាត្រឹមត្រូវចាអរគុណច្រើនចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយទី4ចាមានជំងឺកាមរោគចាថ្ងៃនេះបងប្អូននឹងបានសិក្សានៅមេរៀនថ្មីក្នុងសមាសភាគទី3សុខភាពបន្តពូជនិងសុខភាពផ្លូវភេទជំពូកទី1សុខភាពបន្តពូជមេរៀនទី3ផ្នត់គំនិតតាក់ទងនឹង gender ផ្លូវភេទនិងជំងឺអេដស៍ចានៅក្នុងមេរៀននេះអ្នកគ្រូមានគោលបំណងត្រូវផ្ដល់ឲ្យបងប្អូននៅពេលដែលបងប្អូនរៀនចប់បងអូនអាចរៀបរាប់បានពីផ្នត់គំនិតសង្គមតាក់ទងនឹង gender និងផ្លូវភេទបងអូនក៏អាចបកស្រាយបានពីផ្នត់គំនិតសង្គមតាក់ទងនឹង gender ផ្លូវភេទចុងក្រោយបងអូនអាចបណ្ដុះស្មារតីផ្លាស់ប្ដូរផ្នត់គំនិតសង្គមដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺអេដស៍និងលើកកម្ពស់សមភាព gender បងប្អូនដឹងទេសុខភាពនិងសុខុមាលភាពគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូបដោយមិនគិតពី gender អត្តសញ្ញាណ gender ឬនិន្នាការភេទឡើយហើយវាជាគុណតម្លៃឬក៏គុណភាពនៃជីវិតយើងដើម្បីសម្រេចគោលដៅនេះយើងត្រូវមានការយល់ដឹងនិងផ្ដល់ការគោរពដល់ជំរឿសដោយផ្អែកលើភាពចម្រុះផ្សេងគ្នារវាងបុគ្គលម្នាក់ៗនិងរួមគ្នាលុបបំបាត់នៅរាល់ទម្រង់នៃការបៀតបៀនឬក៏រំលោភសិទ្ធិមនុស្សចាអ្នកគ្រូសូមឲ្យបែងចែកបងប្អូនជា3ក្រុមផ្នែកខាងគេក្រុម1កណ្ដាលក្រុម2ហើយនិងខាងនេះក្រុម3ដើម្បីពិភាក្សាសំណួរអ្នកគ្រូផ្ដល់រយៈពេលជូនបងប្អូន5នាទីសម្រាប់ពិភាក្សានិង2នាទីសម្រាប់ក្រុមនីមួយៗឡើងបកស្រាយចម្លើយឥឡូវមើលមកសំណួរនៅលើក្តារខៀនអ្នកគ្រូដាក់ជូនចាសម្រាប់ក្រុម1តើផ្នត់គំនិតសង្គមតាក់ទងនឹង gender និងផ្លូវភេទហ្នឹងមានអត្ថន័យដូចម្តេចចំពោះមនុស្សប្រុសហើយនិងចំពោះមនុស្សស្រីចំណែកក្រុម2តើទំនៀមទម្លាប់គ្រួសារតាក់ទងនឹង gender និងផ្លូវភេទហ្នឹងមានអីខ្លះសូមឲ្យបងអូនបកស្រាយនិងរៀបរាប់ចាចំណែកក្រុម3ហ្នឹងតើផ្នត់គំនិតតាក់ទងនឹង gender ផ្លូវភេទហ្នឹងមានអ្វីខ្លះសូមឲ្យបងអូនរៀបរាប់និងបកស្រាយដូចគ្នាចាអញ្ចឹងអ្នកគ្រូផ្ដល់ពេលឲ្យបងអូន5នាទីចាឥឡូវយើងមកមើលចំណុចទី1ផ្នត់គំនិតតាក់ទងនឹង gender ផ្លូវភេទនិងជំងឺអេដស៍ចាយើងនិយាយចំណុចកអ្នកដែលមាននៅក្រុម1បងប្អូននឹងដឹងសំណួរហើយចាផ្នត់គំនិតសង្គមតាក់ទងនឹង gender ផ្លូវភេទនឹងមានអីថាកត្តាសង្គមនិងវប្បធម៌អវិជ្ជមានមួយចំនួនបានបង្កើតផ្នត់គំនិតសង្គមអវិជ្ជមានតាក់ទងនឹង gender ធ្វើឲ្យមានការកំណត់បទដ្ឋានមួយចំនួនលើតួនាទី gender របស់បុគ្គលឬក្រុមលើអេរិយាបថផ្លូវភេទចាអេរិយាបថផ្លូវភេទហ្នឹងត្រូវបានកំណត់ដោយសង្គមនិងវប្បធម៌ចំពោះបុគ្គលម្នាក់ៗដើម្បីបង្ហាញអំពីនិន្នាការផ្លូវភេទនិងការប្រព្រឹត្តរឿងផ្លូវភេទរបស់គាត់អ្នកគ្រូផ្ដល់ឧទាហរណ៍ជូនបងប្អូនថានៅក្នុងសង្គមខ្មែរបទដ្ឋានដែលតាក់ទងនឹងផ្លូវភេទគឺស្ត្រីធានាថាមិនមានការរួមភេទមុនពេលរៀបការតែផ្ទុយពីបទដ្ឋាននេះបុរសគឺអី
បរោះគឺជារឿងធម្មតាចំពោះការរួមភេទមុនពេលរៀបការនេះគឺជាចំណុចមួយដែលធ្វើឲ្យមានវិសមភាពរវាងភេទប្រុសនិងភេទស្រីពាក់ព័ន្ធនឹងរឿងផ្លូវភេទកត្តានេះបានរួមចំណែកដល់ការរំលោភបំពានសិទ្ធិផ្លូវភេទនិងសិទ្ធិសមភាព gender ធ្វើឲ្យស្ត្រីគ្មានឱកាសក្នុងការសម្រេចចិត្តទទួលការមាក់ងាយឬនឹងរើសអើងចំពោះយុវវ័យជាពិសេសក្មេងស្រីក្នុងការស្វែងរកចំណេះដឹងនិងព័ត៌មានត្រឹមត្រូវអំពីរឿងផ្លូវភេទហើយរឿងទាំងអស់នេះជាហេតុបណ្ដាលឲ្យមានការកើនឡើងនៃការឆ្លងជំងឺកាមរោគជំងឺអេដស៍ការមានផ្ទៃពោះនៅវ័យក្មេងការមានផ្ទៃពោះដោយអចេតនាការរំលូតដោយគ្មានសុវត្ថិភាពការបៀតបៀននិងការរំលោភបំពានផ្លូវភេទជាដើមចា៎បងអូនយើងមើលមកចំណុចបន្តទៀតចំណុចខតើទំនៀមទម្លាប់គ្រួសារហ្នឹងវាផ្ដល់ផ្នត់គំនិតយ៉ាងម៉េចតាចាទំនៀមទម្លាប់គ្រួសារបច្ចុប្បន្នគេឃើញមានការកើនឡើងនៃការទទួលស្គាល់សិទ្ធិស្ត្រីនិងក្មេងស្រីជាពិសេសនៅទីប្រជុំជននិងទីក្រុងប៉ុន្តែនៅក្នុងគ្រួសារវិញការអប់រំកូនចៅនៅតែអនុវត្តទៅតាមទំនៀមទម្លាប់របស់គ្រួសារនីមួយៗជាប្រចាំវាពឹងផ្អែកទាំងស្រុងទៅតាមផ្នត់គំនិតលើតួនាទី gender ក្នុងសង្គមទាំងកូនប្រុសនិងកូនស្រីមិនបានលើកទឹកចិត្តឲ្យជជែកពិភាក្សាដោយបើកចំហឬក៏ស្វែងរកព័ត៌មានឲ្យបានត្រឹមត្រូវអំពីរឿងផ្លូវភេទសម្រាប់ជាចំណេះដឹងក្នុងការថែទាំសុខភាពពួកគាត់ទេជាពិសេសគឺនៅពេលអនាគតខាងមុខយុវវ័យត្រូវបានសង្គមរំពឹងទុកថាពួកគេនឹងចេះដឹងរឿងផ្លូវភេទដោយខ្លួនឯងនៅពេលឈានដល់វ័យរៀបការជជែកពិភាក្សាអំពីរឿងផ្លូវភេទនៅក្នុងគ្រួសាររវាងឪពុកម្ដាយនិងកូនត្រូវបានចាត់ទុកថាជាអីជាប្រធានបទមិនល្អដែលជារឿងដែលគួរឲ្យខ្មាស់អៀនជារឿងដែលមិនសមរម្យតែគ្រួសារមួយចំនួននៅកូនស្រីហ្នឹងក៏អាចជជែកបានខ្លះៗជាមួយម្ដាយអំពីការធ្វើអនាម័យពេលមករដូវចុះចំណែកកូនប្រុសវិញមិនមានភាពជឿជាក់ក្នុងការជជែកអំពីការប្រែប្រួលនៃរាងកាយរបស់ខ្លួនជាមួយឪពុកម្ដាយនោះទេយុវជនភាគច្រើនគាត់ស្វែងរកព័ត៌មានអំពីការប្រែប្រួលរាងកាយនិងរបៀបទំនាក់ទំនងសង្គមតាមរយៈមិត្តភ័ក្តិដែលឮព័ត៌មានតគ្នាឬក៏ព័ត៌មានពីប្រភពមិនត្រឹមត្រូវដែលនាំឲ្យយុវវ័យជាពិសេសក្មេងស្រីហ្នឹងអាចប្រឈមនឹងហានិភ័យចំពោះសុខភាពផ្លូវភេទនិងសុខភាពបន្តពូជរបស់ខ្លួននាពេលអនាគតផ្នែកគំនិតសង្គមថាម៉េចថានៅការកំណត់នៅក្នុងសង្គមយើងទៅលើសិទ្ធិសេរីភាពរបស់ស្ត្រីនិងបុរសហ្នឹងបានជះឥទ្ធិពលដល់វិសាលភាពនៃការសម្រេចចិត្តការយល់ដឹងអំពីព័ត៌មានសិទ្ធិសុខភាពផ្លូវភេទសុខភាពបន្តពូជនិងការគ្រប់គ្រងលើខ្លួនឯងរបស់យុវវ័យចាការកំណត់ពីតួនាទី gender ហ្នឹងនាំឲ្យមានវិសមភាពរវាងភេទប្រុសនិងស្រីដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការរំពឹងទុកនិងជំនឿអំពីរឿងផ្លូវភេទរបស់បុរសស្ត្រីក្រុមប្ដូរ gender ក្រុមស្រឡាញ់ភេទដូចគ្នាមានការកំណត់ជាច្រើនលើភាពខុសៗគ្នាអំពីរបៀបនៃការគិតនិងការប្រព្រឹត្តរបស់ខ្លួនតាក់ទងទៅនឹងបញ្ហាផ្លូវភេទរួមមានអីខ្លះថារួមមានរបៀបដែលប្រុសនិងស្រីមានអារម្មណ៍អំពីរូបរាងកាយអាកប្បកិរិយាផ្លូវភេទសិទ្ធិគ្រប់គ្រងរាងកាយនិងអាកប្បកិរិយាផ្លូវភេទរបស់ពួកគេដោយមិនរាប់បញ្ចូលក្រុមប្ដូរ gender ឡើយចាអ្នកគ្រូឧទាហរណ៍ថាវប្បធម៌នៃការរក្សាព្រហ្មចារីយ៍បានបង្ហាញអិរិយាបថបញ្ចាប់អារម្មណ៍នឹងរឿងផ្លូវភេទរួមទាំងការមិននិយាយឬក៏បង្ហាញអំពីនិន្នាការផ្លូវភេទបទដ្ឋានសង្គមខ្មែរនោះបានអប់រំមនុស្សស្រីឲ្យខិតខំអត់ធ្មត់ស្មោះត្រង់ត្រូវគោរពការសម្រេចចិត្តរបស់ប្តីចំពោះការរួមភេទប្រើឬក៏មិនប្រើស្រោមអនាម័យនៅពេលរួមភេទដែរសង្គមនៅតែត្រូវបានលើកទឹកចិត្តមនុស្សប្រុសហ្នឹងដោយប្រដូចជាមួយទឹកដប់អញ្ចឹងនឹងចាត់ទុកថាជារឿងធម្មតាចំពោះការដែលមានដៃគូច្រើនហើយអាចរួមភេទមុនពេលរៀបការអាចនិយាយឬក៏បង្ហាញចំណងផ្លូវភេទរបស់ខ្លួនបានថ្ងៃនេះយើងរៀនត្រឹមនឹងសិនអ្នកគ្រូនឹងហៅជូនបងអូនយឺតដើម្បីឲ្យបងអូនកត់ចាអ្នកគ្រូចាប់ផ្ដើមហើយណាមេរៀនសង្ខេបផ្នត់គំនិតសង្គមអវិជ្ជមានតាក់ទងនឹង gender និងផ្លូវភេទនៅក្នុងសង្គមខ្មែរបទដ្ឋានដែលតាក់ទងនឹងការរួមភេទគឺធានាថាមិនមានការរួមភេទមុនរៀបការត្រេមួយទៀតទំនៀមទម្លាប់គ្រួសារកូនប្រុសនិងកូនស្រីមិនបានលើកទឹកចិត្តឲ្យជជែកពិភាក្សាដោយបើកចំហឬស្វែងរកព័ត៌មានបានត្រឹមត្រូវអំពីរឿងផ្លូវភេទយុវវ័យជាពិសេសក្មេងស្រីនឹងចេះដឹងរឿងផ្លូវភេទសុខភាពផ្លូវភេទសុខភាពបន្តពូជដោយខ្លួនឯងនៅពេលពួកគេឈានដល់វ័យរៀបការអូនត្រេមួយទៀតមកផ្នត់គំនិតសង្គមបទដ្ឋានសង្គមខ្មែរបានអប់រំមនុស្សស្រីឲ្យខិតខំអត់ធ្មត់ស្មោះត្រង់ត្រូវគោរពការសម្រេចចិត្តរបស់ប្តីចំពោះការរួមភេទ
ប្រើឬមិនប្រើស្រោមអនាម័យមនុស្សប្រុសជាមាសទឹក10នឹងចាត់ទុកថាជារឿងធម្មតាចំពោះការមានដៃគូច្រើនអាចរួមភេទមុនពេលរៀបការអាចនិយាយឬបង្ហាញចំណងផ្លូវភេទរបស់ខ្លួនបានមេរៀនសង្ខេបយើងបានចាប់ហើយបងអូនបិទសិភៅនិងដាក់ប៊ិចចុះអ្នកគ្រូនឹងសួរសំណួរឡើងវិញពាក់ព័ន្ធនឹងមេរៀនដែលយើងរៀនមុននេះចាបងអូនមើលទៅក្តារខៀនទៅអ្នកគ្រូនឹងសួរបងអូនចាតើប្រយោគខាងក្រោមមួយណាដែលជាផ្នត់គំនិតសង្គមតាក់ទងនឹង gender និងផ្លូវភេទដែលមានសមភាពទាំងបុរសនិងស្ត្រីអ្នកគ្រូមានចម្លើយ5ជូនបងអូនចម្លើយទី1ការងារដាំបាយលាងចានបោសសម្អាតផ្ទះជាការងារមនុស្សស្រីចម្លើយទី2ត្រូវគោរពការសម្រេចចិត្តរបស់ប្តីចំពោះការរួមភេទថាប្រើឬមិនប្រើស្រោមអនាម័យចម្លើយទី3មនុស្សស្រីអាចទៅធ្វើការនៅខាងក្រៅឬធ្វើជាមេដឹកនាំបានចម្លើយទី4បរិសុទ្ធជាមាសទឹក10មានដៃគូរួមភេទច្រើនអាចរួមភេទមុនរៀបការចម្លើយទី5បរិសុទ្ធស្ត្រីមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តសិទ្ធិបន្តពូជនិងសិទ្ធិផ្លូវភេទបានដូចគ្នាឥឡូវចម្លើយទាំង5នេះបងអូនគិតថាតើចម្លើយមួយណាដែលបង្ហាញពីសមភាពរវាងបរិសុទ្ធនិងស្ត្រីរបស់យើងចាបងអូនតុកទី3ចាបងអូនអញ្ជើញមកតើចម្លើយមួយណាដែលបងអូនគិតថាត្រឹមត្រូវចាអរគុណច្រើនចុះទៅខាងក្រោយវាលៀតគេចាខាងគេហ្នឹងហើយចាអរគុណច្រើនអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយទី5ចាបុរសស្ត្រីមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តសិទ្ធិបន្តពូជនិងសិទ្ធិផ្លូវភេទដូចគ្នាអូនលើកបិចឡើងវិញហើយនឹងសភៅដើម្បីកត់កិច្ចការផ្ទះចាដែលអ្នកគ្រូនឹងដាក់ជូនចាចូលបងអូនស្រាវជ្រាវពីតំណែងតំណង gender និងជំងឺ AIDS និងផលវិបាកតាមរយៈ website សម្រាប់រៀននៅម៉ោងអប់រំសុខភាពសប្តាហ៍ក្រោយចាហើយមុននឹងចាប់ម៉ោងអ្នកគ្រូសូមផ្ដាំផ្ញើបងអូនសូមឲ្យបងអូនបណ្ដុះទម្លាប់អនុវត្តការលើកកម្ពស់សមភាព gender នៅក្នុងសង្គមគ្រួសារក៏ដូចជាសហគមន៍របស់យើងដែរចាសសូមគោរពអរគុណនិងសូមជម្រាបលា